សូមជម្រាបសួរបងប្អូនទាំងគ្នាក្នុងវីដេអូនេះពួកយើងសូមបង្ហាញរបៀបដំឡើងកម្មវិធី Microsoft Office 2019 ហើយនឹងដាក់ license ហើយពួកយើងធ្វើការ update ថ្មីសម្រាប់ឆ្នាំ2025ហ្នឹងជូនបងប្អូនទាំងគ្នាអញ្ចឹងដើម្បីដំឡើងបានដំបូងយើងត្រូវមកតាមលើ file ហើយយកពាក្យ mount ហើយ file ដែលយើងត្រូវដំឡើងគឺ file ដែលមានឈ្មោះថា install.cmd ហើយយើងមកស្ដាំលើ file ហើយយកពាក្យ open ហើយបន្ទាប់មកយកពាក្យ yes ហើយត្រង់ចំណុចនេះបងប្អូនត្រូវធ្វើការរងចាំដើម្បីឲ្យកម្មវិធីដំឡើងឲ្យចប់ការដំឡើងលឿនឬយឺតក៏អាស្រ័យទៅលើកុំព្យូទ័រឬក៏ម៉ាស៊ីនរបស់បងប្អូនអរគ្នាពេលដែលកម្មវិធីដំឡើងចប់ហើយគឺវាចេញទម្រង់បែបនេះហើយបងប្អូនគ្រាន់តែចុច close ទៅហើយយើងទៅស្វែងរកកម្មវិធី Word បងប្អូនអាច search ជាមួយពាក្យ Word ហើយយើងអាចទាញកម្មវិធី Word Excel PowerPoint ហ្នឹងយកទៅដាក់លើ desktop ហើយក្រោយយើងងាយស្រួលការរកអញ្ចឹងហើយជំហានបន្ទាប់មកទៀតយើងបើកកម្មវិធី Word មកដើម្បីយើងដាក់ license ចូលហើយនៅពេលដែលបងប្អូនបើកកម្មវិធី Word មកជាទូទៅវាតែងតែលោតផ្ទាំង Windows បែបនេះភាគច្រើនគឺបងប្អូនតែងតែជួបបញ្ហាហ្នឹងមានថាកម្មវិធីបងប្អូនអត់មាន license អញ្ចឹងទាមទារបងប្អូនដាក់ license ចូលអញ្ចឹងដើម្បីដាក់ license ចូលបានបងប្អូនអាចចុចកន្លែងពាក្យ change ដាក់ key ហ្នឹងទៅអញ្ចឹងយើងដាក់ license ចូលបានឬក៏មួយរបៀបទៀតបងប្អូនបិទសិនហើយទៅមួយយកពាក្យ file ហើយពាក្យ account ហើយមើលស្ដាប់ដៃហ្នឹងកន្លែង change ដាក់ key បងប្អូនអាចចុចលើពាក្យ change ដាក់ key ទៅហើយបន្ទាប់មកយើងpass license ចូលយើងអាចចុច Ctrl V នៅលើ keyboard ហ្នឹងដើម្បី pass license ចូលហើយបន្ទាប់មកយើងចុចពាក្យ activate officeហើយបន្តមកទៀតបងប្អូនអាចបិទកម្មវិធី Word សិនហើយយើងបើកសារថ្មីហើយយើងចូលពាក្យ file ហើយ account ហើយបើស្ដាប់ដៃហ្នឹងហើយបើសិនជា setter បង្ហាញបែបនេះ product activated មានន័យថា license យើងដំណើរការអញ្ចឹងបងប្អូនអាចប្រើប្រាស់កម្មវិធី Word Excel PowerPoint បាន full version ហើយសម្រាប់ license បើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ប្រើ license បងប្អូនអាចធ្វើការទាក់ទងមកកាន់ពួកយើងបានហើយយើងមានតម្លៃពិសេសជូនហើយជា paid license អាចប្រើបានរហូត